ជំរាបសួរថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបលីងអំបិលបង្គាធ្វើយ៉ាងណាឲ្យវាបានស្ងួតល្អហើយទុកបានយូរចំណែកឯរបៀបធ្វើវិញគឺងាយស្រួលហើយគ្រឿងផ្សំក៏មិនពិបាករកនោះដែរមុននឹងបង្ហាញពីរបៀបនៃការធ្វើនេះបងប្អូនដែលមិនទាន់បានចុច Subscribe YouTube Channel របស់ខ្ញុំសូមជួយចុច Subscribe និងចុចសញ្ញាកណ្ដឹងដើម្បីបានទទួលនូវវីដេអូថ្មីជាបន្តទៀតទាំងនេះគឺជាគ្រឿងផ្សំនៅក្នុងការលេងមាននៅអំបិលម្ទេសហុយស្ករសម្សៅស៊ុបខ្ញុំប្រើជាម្សៅខ្នុរបង្គាក្រៀមកញ្ចប់និងកំពឹសស្រស់ដែលខ្ញុំបានលីងវាឲ្យឆ្អិនរួចរាល់ម្ដងរួចហើយឥឡូវសូមមកតាមដានពីរបៀបនៃការធ្វើទាំងអស់គ្នាជាដំបូងត្រូវយកកំពឹសមកលីងម្ដងទៀតឲ្យវាបានក្រៀមនិងស្ងួតជាងនេះបង្គាក្រៀមកញ្ចប់ក៏ត្រូវលីងវាដើម្បីឲ្យវាបានស្ងួតល្អអំបិលហើយនិងម្សៅខ្នុរក៏ត្រូវតែលីងវាដូចគ្នានៅពេលដែលលីងនៅអំបិលហើយនិងម្សៅខ្នុរនឹងបានស្ងួតល្អហើយដាក់នៅស្ករសចូលច្របល់ឲ្យវាបានស្ងួតបន្ថែមទៀតនៅម្ទេសហុយបង្គាក្រៀមជាចុងក្រោយដាក់នៅកំពឹសច្របល់លីងវាបញ្ចូលគ្នានៅលើភ្លើងតិចៗការដែលលីងនៅគ្រឿងផ្សំទាំងអស់ឲ្យវាបានស្ងួតល្អដូច្នេះគឺអាចរក្សានៅអំបិលដែលធ្វើនេះឲ្យវាទុកប្រើបានយូរលីងឲ្យបានស្ងួតបែបនេះក៏រួចរាល់ទុកឲ្យវាចុះត្រជាក់ទើបដួសដាក់ក្រឡទុកជាការស្រេចវិធីធ្វើដែលខ្ញុំបានបង្ហាញតែប៉ុណ្ណេះក៏រួចរាល់អរគុណបងប្អូនសម្រាប់ការតាមដានទស្សនាជួបគ្នានៅក្នុងវីដេអូក្រោយជាបន្តទៀត